idiom ដែលខ្ញុំប្រាប់បងប្អូនទាំងអស់នេះគឺមានពាក្យទឹកនៅក្នុងហ្នឹងគឺពាក្យ water ឬក៏ពាក្យផ្សេងដែរតាក់ទងមួយនឹងទឹកហ្នឹងទីមួយគឺ in hot water អាហ្នឹងគឺ idiom ណាបើគេនិយាយថា I'm in hot water អាហ្នឹង I'm in hot water អាហ្នឹងគេមានន័យថាគេកំពុងតែមានបញ្ហាហើយ in big trouble ចឹង in hot water គឺន័យដូច in big trouble keep one's head above water keep one's head above water អាហ្នឹងគឺមានន័យថាកំពុងតែព្យាយាមទាំងតដាបតដួសហើយឧទាហរណ៍ James is working 3 jobs just to keep his head above water James ក៏ធ្វើការ3ការងារគ្រាន់តែដើម្បីធ្វើម៉េចឲ្យខ្លួនគាត់អាចរស់នៅបានទប់ទល់រឿងហិរញ្ញវត្ថុបានទាំងតដាបតដួសនេះទី3 test the water នៅពេលដែលគេនិយាយថា test the water គឺគេចង់សាកល្បងចូលទៅក្នុងទីផ្សារមួយថ្មីហើយជាទូទៅគេច្រើនប្រើជាមួយនៃអាជីវកម្មដូចយើងមានផលិតផលណាមួយយើងចង់ដឹងថាលក់ដាច់អត់យើងអាចប្រើ idiom នោះបាន test the water ទី4បងប្អូនហើយធ្លាប់ឃើញគេប្រើនៅក្នុងកុនគេនិយាយថា like a fish out of water like a fish out of water ដូចជាត្រីដែលចេញពីទឹកមកអញ្ចឹងឬក៏ដូចជាត្រីដែលអត់នៅក្នុងទឹកបងប្អូនសាកគិតមើលនៅពេលដែលត្រីអត់នៅក្នុងទឹកមានន័យថាម៉េចវិញមានន័យថាត្រីហ្នឹងគាត់តដាបតដួសគាត់អត់ស្រួលក្នុងខ្លួនទេគាត់ uncomfortable អញ្ចឹងទៅចឹងឧទាហរណ៍ដូចគេនាំយើងទៅកន្លែងណាមួយដែលយើងអត់ដែរទៅពីមុនទេជួបមនុស្សដែលយើងអត់ដែរស្គាល់មកពីមុនទេចឹងយើងអាចនិយាយចឹងបាន Right now I'm feeling like a fish out of water ចុងក្រោយទី5 make waves ចឹង wave គឺរលកណាចឹងបើសិនជាយើង make waves មានន័យថាម៉េចហើយគេមានថាយើងបង្កបញ្ហាឧទាហរណ៍មុនការប្រជុំមិត្តភ័ក្តិរបស់យើងប្រាប់យើងថាកុំសួរសំណួរហ្នឹងឲ្យសោះព្រោះសំណួរហ្នឹងតាក់ទងមួយអ្នកដែលចូលរួមប្រជុំហ្នឹងអញ្ចឹងសម្រាប់យើងនេះចូលទៅដល់ប្រជុំហ្នឹងយើងសួរសំណួរហ្នឹងហ្មងអញ្ចឹងគឺយើង make waves ហ្នឹងហើយ She made waves by asking a really sensitive question អញ្ចឹង sensitive question គឺសំណួររសើបនៃនេះចង់មានន័យថាសំណួរហ្នឹងអាចពាក់ព័ន្ធដល់អ្នកដទៃអញ្ចឹងណាចាំមានប៉ុណ្ណឹងបងប្អូនសាកយក idiom មួយបង្កើតជាប្រយោគហើយ comment ក្រោមវីដេអូនេះមក